ការពីថ្ងៃទី9ខែសីហាសហគមន៍ជនជាតិដើមភាគតិចនិងអង្គការសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍រួមមួយដើម្បីអំពាវនាវឲ្យធនាគារពិភពលោកពិចារណាឡើងវិញនៅរបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នទទួលពាក្យបណ្ដឹងឯករាជ្យ CAO និងដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុពាក់ព័ន្ធទៅនឹងផលប៉ះពាល់អវិជ្ជមាននៃវិបត្តិមីក្រូហិរញ្ញវត្ថុទៅលើសហគមន៍ជនជាតិដើមភាគតិចខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍រួមនេះបានបញ្ជាក់ថាការកើនឡើងនៃបំណុលកម្ចីមីក្រូហិរញ្ញវត្ថុធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានមួយចំនួនដល់សហគមន៍ជនជាតិដើមភាគតិចដូចជាការកាត់បន្ថយម្ហូបអាហារប្រចាំថ្ងៃកុមារជាច្រើនអ្នកមិនអាចបន្តការសិក្សាបាននិងក្រុមគ្រួសារជាច្រើនរស់នៅឆ្ងាយពីគ្នានៅពេលដែលសមាជិកគ្រួសារត្រូវបង្ខំចិត្តចំណាកស្រុករកការងារធ្វើក្រៅពីនេះបំណុលមីក្រូហិរញ្ញវត្ថុក៏បានជះឥទ្ធិពលអវិជ្ជមានដល់ការចូលរួមនិងការរៀបចំកម្មវិធីផ្សេងៗដែលជាផ្នែកមួយនៃវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចផងដែរបន្ថែមពីនេះដីធ្លីសហគមន៍ជនជាតិដើមភាគតិចនៅតែស្ថិតក្នុងហានិភ័យដោយសារកម្ចីមីក្រូហិរញ្ញវត្ថុទាំងនេះផងដែរគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធនាគារជាច្រើនបានផ្ដល់ប្រាក់កម្ចីមួយចំនួនដែលទទួលទ្រព្យធានាជាដីធ្លីត្រួតលើដីសមូហភាពរបស់ជនជាតិដើមភាគតិចកាលពីខែកុម្ភៈឆ្នាំ2022ស្ថាប័នទទួលពាក្យបណ្ដឹងឯករាជ្យ CAO បានទទួលពាក្យបណ្ដឹងពីអង្គការមិនមែនរាជរដ្ឋាភិបាលចំនួន2គឺអង្គការ Liga do និងអង្គការសមត្ថៈកម្ពុជាតាំងនាមឲ្យក្រុមអ្នកខ្ចីប្រាក់មួយចំនួនដែលមានចំនួន18នាក់ដែលបានខ្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុមួយឬច្រើនហើយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះបានទទួលដើមទុនពីធនាគារពិភពលោកពាក្យបណ្ដឹងនេះបានលើកឡើងអំពីកង្វល់ទាក់ទងទៅនឹងផលប៉ះពាល់សង្គមនៃការអនុវត្តការផ្ដល់ប្រាក់កម្ចីនិងការប្រមូលប្រាក់របស់គ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារចំនួន6ដែលបានដំណើរការនៅក្នុងប្រទេសក្រុមអ្នកខ្ចីប្រាក់ទាំង18នាក់នោះអះអាងថាអ្នកផ្ដល់ប្រាក់កម្ចីមិនបានផ្ដល់ព័ត៌មានដល់ពួកគេឲ្យបានគ្រប់គ្រាន់ដើម្បីវិតម្លៃអំពីផលវិបាកនៃការចុះកិច្ចព្រមព្រៀងប្រាក់កម្ចីនោះទេរួមទាំងកង្វះខាតព័ត៌មានជាភាសាជនជាតិដើមភាគតិចផងដែររបាយការណ៍ស៊ើបអង្កេតនៃស្ថាប័នឯករាជ្យមួយនេះបានរកឃើញថាធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនដែលទទួលបានការវិនិយោគពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC បានផ្ដល់ប្រាក់កម្ចីជាច្រើនដែលមានដាក់បានកម្មសិទ្ធិដីធ្លីជាទ្រព្យធានាត្រួតលើដីធ្លីជនជាតិដើមភាគតិចរបាយការណ៍នោះក៏បានរកឃើញផងដែរថាมันមានភស្តុតាងណាមួយដែលបង្ហាញថាសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិបានផ្ដល់យោបល់និងការណែនាំអំពីវិធីសាស្ត្រនិងដំណើរការនៅក្នុងការកំណត់អត្តសញ្ញាណដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចទៅដល់គ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការវិនិយោគរបស់ខ្លួននោះទេលោកអំសំអាតនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការសិទ្ធិមនុស្ស Liga do មានប្រសាសន៍ថាក្រុមអង្គការសង្គមស៊ីវិលចង់ឲ្យធនាគារពិភពលោកពិចារណាឡើងវិញទៅលើរបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នទទួលពាក្យបណ្ដឹងឯករាជ្យ CAO និងទទួលយករបាយការណ៍នេះព្រមទាំងរកយន្តការជាប្រព័ន្ធដើម្បីដោះស្រាយបញ្ហាផងដែរបើជាមិនទទួលស្គាល់ទេវាហាក់ដូចជាបរាជ័យមួយរបស់IFC ឬក៏ធនាគារពិភពលោកនឹងដែលមិនបានគិតគូរទៅដល់សិទ្ធិរបស់ជនជាតិដើមភាគតិចដែលកើតចេញអំពីការវិនិយោគរបស់ខ្លួនលោករចំសាំងជាជនជាតិដើមភាគតិចកញ្ចក់នៅក្នុងស្រុកកណ្ដូងមាសខេត្តរតនគិរីបានប្រាប់សារព័ត៌មានកម្ពុជាថាលោកបានខ្ចីប្រាក់កម្ចីចំនួន$20,000ពីធនាគារមួយដើម្បីធ្វើផ្ទះនិងទិញម៉ូតូលោកបន្ថែមថាលោកមិនមានលុយបង់ការប្រាក់ប្រចាំខែនោះទេហើយធនាគារបានដាក់សម្ពាធឲ្យលោកខ្ចីកម្ចីពីឯកជនផ្សេងទៀតនិងបង្ខំឲ្យលោកលក់ដីដើម្បីសងធនាគារបាទគេបង្ខំឲ្យយើងលក់ដីលក់អីឲ្យឆងគេនឹងមិនមែនគេឲ្យឆងតាមសម្រួលទេគេឲ្យឆងតប្រកាទេឲ្យគេជ័យអ្នកចិត្តខាងឲ្យគេជ័យបងប្អូនចាឲ្យយើងគេជ័យរហូតយើងថាធុញប្រន់យើងជ័យគេកាន់តែច្រើនទៅបានយើងសម្រេចលក់អញ្ចឹងណាលោកគ្រូចាយ៉ាងណាក៏ដោយអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាលោកកាំងតុងងីបានលើកឡើងថាធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានបទបញ្ញត្តិជាច្រើនគ្រប់គ្រងនិងធានាថាការផ្ដល់ឥណទានទៅប្រជាពលរដ្ឋជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាជាងការបង្កើតបន្ទុកហិរញ្ញវត្ថុដល់ពលរដ្ឋលោកបន្ថែមថាចំពោះការប្រើប្រាស់ទ័ពធានាដែលជាដីសមូហភាពសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានគោលការណ៍ជាក់លាក់រួចមកហើយលោកបន្តថាសមាគមមិនអនុញ្ញាតឲ្យទទួលយកទ្រព្យធានាដែលជាដីសហគមន៍ឬដីសមូហភាពនោះទេដោយឡែកអ្នកនាំពាក្យធនាគារពិភពលោកនៅកម្ពុជាបានឆ្លើយតបអ្នកសារព័ត៌មានកម្ពុជាតាមរយៈអ៊ីមែលថាបញ្ហា
ដែលដើមមិនដឹងទាំង18នាក់បានជួបប្រទេសគឺមិនខុសគ្នាពីអ្នកខ្ចីផ្សេងទៀតនោះទេយ៉ាងណាក៏ដោយអ្នកនាំពាក្យរូបនេះបានបន្ថែមថាថ្មីនេះសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC បានជួលអ្នកសម្របសម្រួលឯករាជ្យដើម្បីធ្វើការដោយផ្ទាល់ជាមួយដើមមិនដឹងទាំង18នាក់ដើម្បីជួយសម្របសម្រួលដំណោះស្រាយរវាងដើមមិនដឹងនិងអតិថិជនរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិតាមរយៈការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីឡើងវិញការសងប្រាក់វិញយឺតនិងការកែសម្រួលការប្រាក់ជាដើមស្រដៀងគ្នានេះដែរនៅថ្ងៃពុធសមាគមធនាគារនៅកម្ពុជា ABC និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា CMA បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីវីដេអូឯកសារពាក់ព័ន្ធនិងករណីអតិថិជនអនទានដែលត្រូវបានផ្សាយថ្មីនេះបើយោងទៅតាមសេចក្តីថ្លែងការណ៍រួមដដែលនេះឯតាមព័ត៌មានដែលបានបញ្ជាក់ដោយគ្រឹះស្ថានពាក់ព័ន្ធករណីដែលត្រូវបានលើកយកមកបង្ហាញក្នុងវីដេអូទាំងនេះត្រូវបានសម្របសម្រួលពិនិត្យតាមដាននិងដោះស្រាយតាមនីតិវិធីជាធរមានដោយមានការព្រមព្រៀងរវាងអតិថិជននិងគ្រឹះស្ថានពាក់ព័ន្ធផងដែរ